ហាញញឹមហ្នឹងតិចគិតថាអាត្មាព្រមសឹកទៅហ៊ានស្ដីឲ្យខ្ញុំផងខ្ញុំខំយកបាយមកឲ្យព្រោះឃើញនៅភ្ជួរស្រែដល់ថ្ងៃត្រង់ខ្ញុំខំបញ្ញាដុតដៃដុតជើងហើយពេលមកដល់បែរជាថាឯងមានសហាយអីណាហើយខ្ញុំសហាយជាមួយអាណាហ៎អញថាកូនថាចៅទើបអញខំចាំផ្ទះឲ្យវាឥឡូវវាមកថាឯងលួចថ្នាំចុកវាយកទៅដូរដូងនាងចំគួតលើក្រោយកុំនិយាយដូច្នេះវាមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកណាក៏អញមិនលួចផងបើទោះជាអញយកមែនម៉ែហើយនឹងកូននាងឯងមិនត្រូវថាឲ្យអញខ្មាស់គេទេចាំឲ្យនាងឯងមកអញប្រាប់ឲ្យជេរហើយវានាងឯងជាមិនខានដឹកធាក់បាច់ជើបងអ៊ំបានភ្ជួររាស់ដកស្ទូងបានស្រែប្រមាណហើយអ៊ំមីនាងល្មមយកប្តីហើយកុំដៅយូរពេកមីនាងល្មមយកប្តីហើយកុំដៅយូរពេកតែមើលផកកុំឲ្យចេះតែស្រាលបែកពេកវើយមានរឿងមួយដំណើរថាមានប្តីប្រពន្ធមួយគូដោយក្តីនឹករលឹកក៏បានបបួលគ្នាទៅសួរសុខទុក្ខបងប្អូនដែលនៅឯភូមិព្រៃសណ្ដែកនៅពេលដើរទៅក៏ប្រទះនឹងអាដំឡង7សន្តានម្នាក់ដែលកំពុងតែទឹមគោភ្ជួរស្រែស្រាប់តែបុរសប្តីប្រពន្ធនោះបានសួរថាពូអាពូតើផ្លូវដើរផ្លូវទៅភូមិគោកសណ្ដែកព្រោះខ្ញុំនេះខានមកយូរឆ្នាំហើយភ្លេចផ្លូវបណ្ដឹកថាផ្លូវខាងដើរខាងដីទេនាយច្រូចដើរជាតម្លង7សន្តានធ្វើមុខស្លើបើភ្នែកធំហើយឆ្លើយថាយីហើយមិននិយាយដូចនេះយើងប្រាប់អាកូនក្រោលបកគោលស្ទឹងអាក្រហមមួយនេះម៉ែក្មេកឪក្មេកចែកឲ្យអាស្នែងកថេកកដាលនឹងឪអញគាត់ឲ្យអញអត់បានទៅលួចគោរបស់អាណាមកទុំទេវើយបុរសប្តីប្រពន្ធដែលបានសួរនាំផ្លូវនោះឮហើយនិយាយគ្នាថាអញអាប៉ែនេះយើងសួរផ្លូវគាត់បែរជាទៅនិយាយពីគោអីណាណីវិញហើយស្ដីគំរោះគំរើយឲ្យយើងទៀតណាហើយយើងមិនបាច់ទៅសួរអីទៀតទេដើរតិចទៀតទៅយូរឆាប់គូតែទៅដល់ផ្ទះបងប្អូនយើងហើយតោះទៅទៀតនិយាយតែប៉ុណ្ណេះក៏បន្តដំណើរទៅមុខទៀតឯអានដំឡង7សន្តាននោះក៏ខំជួស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់ប្រពន្ធដែលមានឈ្មោះថានាងញែវដំឡងដូចគ្នាក៏បានទូលបាយយកមកឲ្យប្តីបរិភោគប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ជួស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាដែរម៉ែវាមានមនុស្សប្រុសស្រីជាប្តីប្រពន្ធគ្នាបណ្ដើរគ្នាមកពីណាពីណីទេមកចោទប្រកាន់ថាខ្ញុំលួចគោវាឯគោបាននឹមនេះច្បាស់ណាស់ម៉ែឪឯងចែកឲ្យមកខ្ញុំទេយ៉ាហ៊ានស្ដីឲ្យខ្ញុំផងខ្ញុំខំយកបាយមកឲ្យព្រោះឃើញនៅភ្ជួរស្រែដល់ថ្ងៃត្រង់ខ្ញុំខំបញ្ញាដុតដៃដុតជើងហើយពេលមកដល់បែរជាថាឯងមានសហាយអីណាហើយខ្ញុំសហាយជាមួយអាណាហ៎ឯងមានការអីនៅផ្ទះមែនបាទជាបញ្ញាប់ម្លេះខ្ញុំបញ្ញាប់តែប្រាប់ម៉ែចំយប់នេះមានមាត់ដុតនៅស្រាតប៉ែទៀតទៅចោះចឹកប្តីមើលមាត់ប្រពន្ធនិយាយហើយក៏កាត់ស្មានដូចនេះក៏បកដៃឲ្យទៅលុះទៅដល់ផ្ទះជួបនឹងម្ដាយក៏និយាយទាំងខឹងមុខក្រហមប្រាប់ទៅម្ដាយថាកូនប្រសាម៉ែឯងល្អខ្លាំងណាស់ហើយខ្ញុំខំទូលបាយយកទៅឲ្យហូបដាក់ល្អីស្ទើរតែមិនតន់គាត់បែរជាមកស្ដីឲ្យខ្ញុំថាខ្ញុំមានសហាយហើយចំណែកម្ដាយនោះខឹងញ័រមាត់ក៏ហាឡើងថា
នាងឯងហើយអញ្ចឹងតើបានជាមុខក្រហមអញថាកូនថាចៅទើបអញខំចាំផ្ទះឲ្យវាឥឡូវវាមកថាឯងលួចថ្នាំចុកវាយកទៅដូរដូងនាងចំគួតលើក្រោយកុំនិយាយដូច្នេះវាមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកណាក៏អញមិនលួចផងបើទោះជាអញយកមែនម៉ែហើយនឹងកូននាងឯងមិនត្រូវថាឲ្យអញខ្មាស់គេទេចាំឲ្យនាងឯងមកអញប្រាប់ឲ្យជេរហើយវាយនាងឯងជាមិនខានមិនយូរប៉ុន្មានប្តីក៏មកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទូងប្រពន្ធក៏ស្ទុះទៅដោយចិត្តខឹងបាននិយាយប្រាប់ប្តីថាណែកូនស្រីយើងណាវាយកបាយទៅឲ្យប្តីវាហើយខ្ញុំឯនេះខំចាំផ្ទះឲ្យវាពេលវាមកវិញវាមកថាខ្ញុំនឹងជាម្ដាយលួចថ្នាំចុកវាទៅដូរយកដូងហើយខ្ញុំខឹងខ្លាំងណាស់ប្តីស្ដាប់មិនឮបែរជាគិតថាប្រពន្ធថាឲ្យក៏ស្រាប់តែខឹងនឹងប្រពន្ធហើយជេរថាអេយាយកន្លោហេនេះហើយបិចក៏យាយឯងប្រចាំខ្ញុំឥឡូវខ្ញុំមានស្លៀកខោតែខ្លួនដើរទៅយាយស្រីអាណាខ្ញុំទៅកាប់ឈើធ្វើបកគោលរបងតើខ្ញុំអត់អោនឲ្យយាយឯងតែម្ដងនេះទេណាលើកក្រោយបើយាយឯងស្ដីប្រចាំខ្ញុំទៀតខ្ញុំដឹកធាក់បាច់ជើបងអេអញលយដែរតើមានប្រពន្ធនៅប្រច័នណាថ្ងៃល្ងាចមកដល់ប្រពន្ធក៏ធ្វើត្រីអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះសល់ខ្លះនឹងធ្វើសម្រាប់យកទៅប្រគេនលោកដំឡងនៅឯវត្តនឹងកូនប្រុសតូចម្នាក់ឲ្យទៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាអូយខ្ញុំកណាននឹកលោកកូនណាហើយមួយទៀតប្អូនតូចវាមករៀនអក្សរគ្រាន់បើទេកូនម្ចាស់ចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះសុខសប្បាយណាស់ហើយកំពុងស្រឡាញ់សិលភ្នោះនេះណាអាត្មាមិនសឹកទេអញ្ចឹងកណាថ្វាយបង្គំលាហើយចម្រើនពរញោមហាញញឹមហ្នឹងតិចគិតថាអាត្មាព្រមសឹកទៅយាយប៉ោងក៏ហៅកូនតូចដែលនៅបម្រើលោកបងនោះសួរថាណែនាងលាលោកបងទៅផ្ទះជាមួយយាយព្រោះម៉ែឯងនឹកខ្លាំងណាស់តោះទៅតែមួយថ្ងៃទេត្រីងៀតរបស់លោកបងនៅពីកន្ទុយទុកក្នុងកុដយាយពេលល្ងាចខ្ញុំយកពីចម្រៀកដុតស៊ីបាយនៅសល់ទុកឲ្យឆាន់ពេលព្រឹកឯលោកសង្ឃដែលគង់នៅជិតកុដទាំងប៉ុន្មានបានឮម្ដាយនឹងកូននិយាយដោយខ្លួនមិនទទួលចោះសំរងគ្នាដូច្នេះលោកទាំងអស់ទប់ពុំបានក៏សើចត្រហឹងអើងអាប់យាយប៉ោងនោះក៏សំពះលាលោកកូនត្រឡប់មកផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីខ្ញុំជូនបុណ្យផងតាវាខ្ញុំឃើញហើយបាយសម្លខអាំងជួលទុកនៅសង្រែកខ្ញុំស៊ីអស់ទៅហើយបាច់លុតជង្គង់អីទេយាយគ្នាធម្មតាទៅបានហើយតាយាយមើលមុខគ្នាហើយធ្វើភ្នែកម៉ក់ក្រោយមកស្រាប់តែកូនស្រីប្អូនបង្កើតខាងប្តីនៅភូមិមិនឆ្ងាយមកដល់បានផ្លែស្វាយពីរមកផ្ញើអ៊ំហើយនិយាយសួរអ៊ំថាអ៊ំបានភ្ជួររាស់ដកស្ទូងបានស្រែប្រមាណហើយអ៊ំមីនាងល្មមយកប្តីហើយកុំដៅយូរពេកមីនាងល្មមយកប្តីហើយកុំដៅយូរពេកតែមើលផកកុំឲ្យចេះតែស្រាលបែកពេកវើយក្មួយស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅវិញថាហើ
យខ្ញុំស្ដាយណាស់ស្ដាយតឡាចដែលខ្ញុំខំដាំមកត្រឹងខ្ទេចកោនឹងណាអ៊ំមិនដឹងជាវាដាច់ខ្សែមកពីណាទេស្រាប់តែវាទៅស៊ីដាច់មាត់ខ្ទេចខ្ទីដល់គល់ងាប់អស់ហើយនឹកដល់ខឹងហ្មងណា របបទៅផ្ទះវិញហើយទៅចុះល្ងាចដាស់ហើយក្រែងបាយបណ្ឌឺឯងរកមិនឃើញ ចាអ៊ំខ្ញុំនៅតែផ្ទះអន្តាអញ្ចឹងខ្ញុំលាអ៊ំទៅវិញហើយណាខ្លាចម៉ែចាំផ្លូវ ព្រោះអ្នកទាំងពីរនាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារនិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចោះសម្រងគ្នានិយាយលេចចេញកើតទើបបានចងក្រងចេញជារឿងនេះគេហៅថារឿងដំឡង7សន្តានស្ដាប់មិនជាក់កុំអាលញាក់ចិញ្ចើមសូមអញ្ជើញពុកម៉ែបងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាចូលរួម Subscribe Channel មកុដខ្មែរដើម្បីក្លាយជាគ្រួសារតែមួយក្នុងការទទួលបានចំណេះដឹងថ្មីៗការកំសាន្តគ្មានព្រំដែនរឿងនិទានខ្មែរដ៏មានតម្លៃនៅទីនេះពុកម៉ែបងប្អូននឹងបានជួបជុំជាមួយរឿងថ្មីៗនិងរឿងនិទានខ្មែរដែលពោរពេញដោយអត្ថន័យអប់រំបង្កើនមនោសញ្ចេតនាជំនឿនិងក្តីស្រឡាញ់ក៏ដូចជារឿងសប្បាយៗមានទាំងភ័យរន្ធត់កំប្លែងឆ្លាតវៃនិងទាក់ទាញអារម្មណ៍ដោយមានការបញ្ចូលសម្លេងនិងរូបភាពស្រស់ស្អាតពីអ្នកមានទេពកោសល្យដែលមានបទពិសោធន៍យូរឆ្នាំនិងសូមនាំមកជូនពុកម៉ែបងប្អូនសម្រាប់ការទស្សនាកម្សាន្តនិងចែករំលែកស្នាមញញឹមសូមកុំភ្លេចចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានក្នុងការទទួលបានវីដេអូថ្មីៗគ្រប់ពេលវេលាមកុដខ្មែរជាកន្លែងដើរការកម្សាន្តជាប់ព្រមជាមួយចំណេះដឹងនិងវប្បធម៌រឿងនិទានខ្មែរភ័យរន្ធត់កំប្លែងនិងអប់រំចុច Subscribe ឥឡូវនេះ